Hello សួស្តីបងប្អូនទាំងអស់គ្នាដែលធ្លាប់ឆ្ងល់ហើយថាពេលណាដែលក្រុមហ៊ុនគេនាំចូលក្រុមហ៊ុន trading មួយឬក៏ខាងរោងចក្រឬសិប្បកម្មមួយតើគាត់កំណត់តម្លៃមិនបើសិនជា customer គាត់មានរាប់រយរាប់ពាន់ហើយជាទូទៅតាមក្រុមហ៊ុនធ្វើអាជីវកម្មមួយយើងអាចដែរថាមុខតំណែងផលិតផលមួយមានថាមួយ item យើងលក់តម្លៃដូចគ្នាយើងប្រកាសជាមានបែងចែកដូចថាតម្លៃនេះសម្រាប់ dealer តម្លៃនេះសម្រាប់អ្នកបោះដុំបន្តតម្លៃនេះសម្រាប់អ្នកលក់រាយតម្លៃនេះសម្រាប់ user សម្រាប់អ្នកយកទៅប្រើប្រាស់អញ្ចឹងនៅកន្លែងហ្នឹងបើសិនជាអវ៉ាន់គាត់មានត្រឹមតែ5ឬ10ឬ20អីទេប្រហែលជាបងប្អូនអាចជឿថាគាត់អាចចាំតម្លៃបានឬក៏គាត់អាច take note នៅលើសភៅបានប៉ុន្តែបងប្អូនទាំងអស់គ្នាធ្លាប់សាកគិតសម័យមើលបើសិនជាអវ៉ាន់របស់គាត់នឹងមានចាប់ពីរាប់រយ item ឡើងទៅឬក៏ដល់រាប់ពាន់ឬរាប់ម៉ឺនតើការកំណត់តម្លៃសម្រាប់ប្រភេទអតិថិជនហ្នឹងតើយើងត្រូវធ្វើម៉េចអញ្ចឹងថ្ងៃនេះខ្ញុំសូមចែកម្លែកពីដំណោះស្រាយមួយដែលយើងជ្រើសរើសប្រើប្រាស់ software ERP ដែលនៅក្នុង software ហ្នឹងគឺមានការមុខងារមួយដែលគេហៅថា price code ដែលយើងអាចកំណត់ឈ្មោះនៃតម្លៃនឹងបានខ្ញុំឧទាហរណ៍ថា price code A សម្រាប់ wholesale price code B សម្រាប់ dealer price code ទី3សម្រាប់ retail price code ទី4សម្រាប់ user អញ្ចឹងមានន័យថានៅក្នុង item តែមួយហ្នឹងឧទាហរណ៍ថាទូរស័ព្ទមួយឬក៏អំពូលមួយហ្នឹងគឺយើងបែងចែកដល់ទៅ4ប្រភេទនៃ customer របស់យើងអញ្ចឹងយើងគ្រាន់តែ set តែម្ដងទៅថ្ងៃក្រោយពេលយើងចង់ check ថាតើ customer ហ្នឹងយើងលក់តម្លៃណាយើងអាច check បានអញ្ចឹងអត់មានការច្រឡំពេលដែលយើងចេញ invoice បុគ្គលិកយើងអាចច្រឡំថាអូគាត់ជាអ្នកលក់បោះដុំទេតែយើងលក់តម្លៃបោះរីលក់រីជូនគាត់ឬក៏គាត់អ្នកទិញយកទៅប្រើប្រាស់ហើយស្រាប់តែបុគ្គលិកយើងគាត់ច្រឡំតម្លៃទៅតម្លៃបោះដុំបាទអាហ្នឹងគឺជាមុខងារមួយសំខាន់សម្រាប់ជួយដល់ផ្នែក sale ហើយនឹងខាង accounting ដែលវាអាចចងចាំថាតើ customer របស់យើងហ្នឹងតើជា customer ប្រភេទណាដែលយើងចង់កំណត់តម្លៃជូនពួកគាត់ទៅតម្លៃប៉ុណ្ណឹងបាទអូខេអរគុណច្រើន